ការចាយលើមានវិន័យជារឿងលំបាកតែជាចំណុចចាប់ផ្ដើមការបង្កើតវិន័យហិរញ្ញវត្ថុមិនមែនជារឿងដែលអាចធ្វើបានភ្លាមៗនោះទេតែជាការអត់ធ្មត់និងការអនុវត្តជាប្រចាំសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទស្រាវជ្រាវមួយអំពីវិន័យហិរញ្ញវត្ថុនៅពេលដែលយើងនិយាយអំពីវិន័យហិរញ្ញវត្ថុតើគេចង់សំដៅលើអ្វីខ្លះនិងត្រូវចាប់ផ្ដើមពីចំណុចណាប្រកបណាស់ការមានវិន័យទៅលើការទទួលទានអាហារនឹងនាំឲ្យយើងមានសុខភាពល្អការមានវិន័យទៅលើការសិក្សារៀនសូត្រនឹងនាំឲ្យយើងរៀនពូកែអាចមានអនាគតល្អភ្លឺស្វាងការមានវិន័យនៅក្នុងគ្រួសារនឹងនាំឲ្យគ្រួសាររបស់យើងរុងរឿងរីកចម្រើនការមានវិន័យលើការធ្វើការងារនឹងនាំឲ្យយើងមានច្បាប់ទម្លាប់ល្អលើការធ្វើកិច្ចការងារអ្វីមួយដោយមានរបៀបរៀបរយនិងទទួលបានលទ្ធផលល្អជាទីពេញចិត្តហិរញ្ញវត្ថុក៏ដូចនោះដែរត្រូវតែមានវិន័យហិរញ្ញវត្ថុដើរតួនាទីសំខាន់ណាស់នៅក្នុងការបង្កើតទម្លាប់លើការចាយវាយការសន្សំនិងការវិនិយោគដែលត្រឹមត្រូវដើម្បីធានាបាននូវការគ្រប់គ្រងហិរញ្ញវត្ថុនិងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលយូរអង្វែងដោយមានប្រសិទ្ធភាពខ្ពស់កាលដែលមានវិន័យហិរញ្ញវត្ថុផ្ដើមឲ្យយើងចេះគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់លុយកាក់បានត្រឹមត្រូវនិងឆ្លាតវៃដឹងថាអ្វីដែលយើងត្រូវចាយនិងអ្វីដែលយើងមិនត្រូវចាយដឹងថាគួរយកលុយទៅចាត់ចែងលើអ្វីដែលចាំបាច់និងអ្វីដែលមិនចាំបាច់ជាដើមមានវិន័យល្អលើការគ្រប់គ្រងហិរញ្ញវត្ថុនឹងនាំឲ្យយើងរួចផុតពីការខ្វះខាតលុយកាក់ជាពិសេសការធ្លាក់ចូលក្នុងវិបត្តិបំណុលតែម្ដងវិន័យហិរញ្ញវត្ថុនិយាយឲ្យសាមញ្ញគឺសំដៅលើការចាយវាយលុយកាក់ដោយចាយឲ្យតិចជាងចូលការសន្សំនិងការវិនិយោគទៅតាមផែនការផ្ទាល់ខ្លួនដែលយើងបានរៀបចំសម្រាប់គោលដៅរយៈពេលខ្លីនិងគោលដៅរយៈពេលវែងដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុនាពេលអនាគតប្រកបដោយប្រសិទ្ធភាពខ្ពស់ទម្លាប់មួយដ៏សាមញ្ញដែលធ្វើឲ្យយើងមានវិន័យហិរញ្ញវត្ថុបានល្អគឺការរៀបចំផែនការចំណូលចំណាយជាប្រចាំឲ្យបានច្បាស់លាស់កំណត់មុខចំណាយឲ្យបានត្រឹមត្រូវតាមរយៈការប៉ាន់ស្មានទុកជាមុនដែលយើងអាចធ្វើបានដូចជាការចំណាយទៅលើម្ហូបអាហារទឹកភ្លើងអ៊ីនធឺណិតថ្លៃសាំងឡានសាំងម៉ូតូជាដើមនិងការសិក្សាថ្នាំសង្កូវឬក៏សម្រាប់កម្មវិធីបុណ្យទានមង្គលការជប់លៀងលក្ខនឹងលក្ខដែលយើងអាចដឹងមុនការចាយវាយទៅតាមខ្ទង់ចំណាយបែបនេះនឹងធ្វើឲ្យយើងក្លាយជាមនុស្សមានវិន័យល្អលើហិរញ្ញវត្ថុគឺយើងជាអ្នកចាត់ចែងគ្រប់គ្រងលើលុយកាក់ដោយមិនឲ្យលុយកាក់ដឹកនាំឬគ្រប់គ្រងយើងនោះទេការអនុវត្តតាមរបៀបនេះឲ្យបានខ្ជាប់ខ្ជួនជាទម្លាប់រហូតឲ្យក្លាយទៅជារឿងដ៏សាមញ្ញដែលធ្វើឲ្យយើងមានវិន័យហិរញ្ញវត្ថុដោយមិនដឹងខ្លួនក៏ថាបានផ្ទុយទៅវិញខុសពីអ្នកដែលមិនមានវិន័យហិរញ្ញវត្ថុចាយវាយមិនមានខ្ទង់ចំណាយត្រឹមត្រូវមិនដឹងថាត្រូវចំណាយលើអ្វីដែលចាំបាច់ឬអ្វីដែលមិនចាំបាច់អ្នកមិនមានវិន័យហិរញ្ញវត្ថុនៅក្នុងខ្លួនតែងតែរអ៊ូថាបើកប្រាក់ខែមិនទាន់បានប៉ុន្មានផងក៏ចាយអស់ហើយតែងតែធ្វើឲ្យខ្លួនឯងនិងក្រុមគ្រួសារវេទនាទាំងនៅដើមខែឬក៏ចុងខែជារៀងរាល់ខែព្រោះយើងតែងតែខ្ចីលុយគេចាយដើម្បីបង្គ្រប់ចំណាយជារៀងរាល់ខែហើយបើកលុយសម្រាប់ខែថ្មីឬប្រភពចំណូលដែលយើងរកបាននៅក្នុងខែថ្មីត្រូវយកទៅសងគេនៅក្នុងខែចាស់វិញអស់អ្នកជួបរឿងបែបនេះមិនតិចទេនោះគឺមកពីទម្លាប់មិនល្អនៅក្នុងការចាត់ចែងលុយកាក់ដែលយើងអាចនិយាយបានថាមិនមានវិន័យហិរញ្ញវត្ថុផ្ទាល់ខ្លួនទម្លាប់ដ៏អាក្រក់នេះក៏ដោយសារតែយើងអាចរកគេខ្ចីដោះទាល់ម្ដងម្កាលបានចុះបើថ្ងៃណាមួយគេលែងឲ្យយើងខ្ចីនោះយើងនឹងកាន់តែពិបាកនៅក្នុងការដោះស្រាយដូច្នេះហើយការមានទម្លាប់ឬក៏វិន័យហិរញ្ញវត្ថុជាប្រចាំនឹងជួយឲ្យយើងអាចដោះស្រាយបញ្ហាទាំងអស់នេះបានដោយមានប្រសិទ្ធភាពខ្ពស់ជាមួយគ្នានេះការសន្សំជាប់ជាប្រចាំនិងការវិនិយោគក្នុងរយៈពេលវែងដោយចំណាយលុយកាក់បន្តិចបន្តួចហើយរំពឹងថានឹងបានផលរយៈពេលវែងក៏ជាវិធីចាត់ចែងលុយកាក់ដ៏មានភាពឆ្លាតវៃមួយផងដែរជាពិសេសគឺមិនធ្វើឲ្យប៉ះពាល់ដល់ចំណូលចំណាយប្រចាំថ្ងៃឬក៏ប្រចាំខែរបស់យើងនោះទេនេះក៏ហៅថាការមានវិន័យហិរញ្ញវត្ថុដ៏ល្អមួយផងដែរយើងអាចសាកគិតស្រមៃមើលថាមួយខែយើងអាចដកសន្សំឬក៏វិនិយោគទៅតាមក្រុមហ៊ុនដែលត្រឹមត្រូវស្របតាមច្បាប់ត្រឹមតែ$10-20ឬក៏$30នៅក្នុងមួយខែវាមិនច្រើនប៉ុន្មាននោះទេយើងអាចនិយាយចំពោះអ្នកចាប់ផ្ដើមមានការងារធ្វើត្រឹមតែប្រាក់ខែ$150ក៏យើងអាចដកសន្សំបន្តិចបន្តួចនេះបានដែរប្រសិនបើយើងមិនបានដកប្រាក់បន្តិចបន្តួចនេះយកទៅសន្សំឬវិនិយោគនោះទេ
យើងក៏មិនប្រកាសថាលុយនោះនៅសល់ដែរលុយត្រឹមតែ10 20ឬក៏$30យើងចាយតែមួយពេលពីរពេលជប់លៀងជាមួយមិត្តភ័ក្តិពួកម៉ាក់តែម្ដងពីរដងក៏អស់ដែរដូច្នេះហើយបើយើងតាំងចិត្តដកសន្សំត្រឹមតែ$20ក្នុងរយៈពេល5ឆ្នាំនោះយើងក៏នឹងសល់លុយរហូតដល់ទៅ$1,200លុយនេះក៏យើងមិនទាន់បូកពីការប្រាក់ដែលយើងទទួលបានប្រចាំខែផងដែរការបង្កើតឲ្យមានវិន័យហិរញ្ញវត្ថុគឺទាមទារប្រកាន់ឲ្យបានខ្ជាប់ខ្ជួនលើការប្រើប្រាស់ហិរញ្ញវត្ថុតាមផែនការដែលបានគ្រោងទុកជៀសវាងការបង្កើតបំណុលដែលមិនចាំបាច់និងការគ្រប់គ្រងហិរញ្ញវត្ថុមួយចំនួនសម្រាប់ធ្វើការវិនិយោគដែលត្រឹមត្រូវនិងឆ្លាតវៃវិន័យទាំងអស់នេះនឹងនាំឲ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុដ៏រឹងមាំមិនងាយធ្លាស់ធ្លួយនៅក្នុងវិបត្តិបំណុលឡើយវិន័យហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាពនិងកំណើនហិរញ្ញវត្ថុសម្រាប់យើងផ្ទាល់ខ្លួនក្រុមគ្រួសារនិងអាជីវកម្មជាដើមការបង្កើតវិន័យហិរញ្ញវត្ថុមិនមែនជារឿងដែលអាចធ្វើបានភ្លាមៗនោះទេតែជាការបង្ហាត់បង្រៀនឲ្យយើងមានភាពអត់ធ្មត់និងត្រូវអនុវត្តជាប្រចាំថ្ងៃខ្ញុំសូមលើកឧទាហរណ៍មួយចំពោះមហាសេដ្ឋីវិនិយោគដ៏ល្បីលោក Warren Buffett ដែលជាអ្នកជំនួញអាមេរិកដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្រមួយរូបលោកមានវិន័យហិរញ្ញវត្ថុផ្ទាល់ខ្លួនតាំងពីដើមមកដោយលោកតែងតែចាយវាយដោយសន្សំសំចៃនិងមានការប្រុងប្រយ័ត្នខ្ពស់និងដោយមានភាពឆ្លាតវៃបំផុតបើទោះជារូបលោកក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លារក៏ដោយទម្លាប់មួយទៀតគឺលោកតែងតែមានទម្លាប់សន្សំជាប្រចាំនិងជាពិសេសនោះគឺការវិនិយោគនៅអ្វីដែលលោកបានយល់ដឹងច្បាស់លាស់បានន័យថាលោកតែងតែស្វែងយល់អំពីប្រភេទអាជីវកម្មដែលលោកចង់ចូលរួមវិនិយោគនៅពេលដែលលោកបានស្វែងយល់អាជីវកម្មនោះបានច្បាស់លាស់ហើយទើបលោកសម្រេចចិត្តថាគួរវិនិយោគឬក៏មិនគួរនិងអ្វីដែលធ្វើឲ្យលោកទទួលបានភាពជោគជ័យជាលំដាប់នោះគឺលោកតែងតែមានទម្លាប់រៀនសូត្រជាប្រចាំនេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនដែលអាចរៀនសូត្របានហើយក៏មានអ្នកវិនិយោគមិនតិចដែរនៅលើពិភពលោកតែងតែរៀនសូត្រតាមគំរូនៃភាពជោគជ័យរបស់លោកខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថាការបង្កើតវិន័យហិរញ្ញវត្ថុមិនមែនជារឿងដែលអាចធ្វើបានភ្លាមៗនោះទេតែជាការអត់ធ្មត់និងត្រូវអនុវត្តជាប្រចាំថ្ងៃចាយលុយដោយមានវិន័យជារឿងដែលលំបាកតែជាចំណុចចាប់ផ្ដើមដើម្បីឲ្យយើងអាចចាត់ចែងលុយកាក់ពីដើមខែដល់ចុងខែចាយបានគ្រប់គ្រាន់ឲ្យយើងចាត់ចែងលុយបានសន្សំនិងវិនិយោគខ្លះៗហើយអាចចាយពីដើមខែដល់ចុងខែនិងឲ្យយើងរួចផុតពីបំណុលអាក្រក់ជាដើមសូមអរគុណចំពោះការស្ដាប់វីដេអូ podcast មួយនេះប្រសិនបើបងប្អូនមានអ្វីចូលរួមចែករំលែកលើប្រធានបទនេះឬក៏មតិយោបល់កែលម្អសូម comment នៅខាងក្រោមវីដេអូនេះជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ